សួស្តីអ្នកនរហើយនៅក្នុងវីដេអូនេះដែរខ្ញុំនឹងប្រាប់អ្នកនរអំពីមេរៀនទៅនឹង taste អូខេអ្នកនរ taste នៅក្នុងភាសាខ្មែរយើងបកថារសជាតិអូខេអញ្ចឹងអ្នកនរមកមើលពាក្យទាំងអស់នេះថាយើងបកប្រែថាម៉េចអូខេ sweet អូខេ sweet យើងបកប្រែថាផ្អែមអូខេមានរសជាតិផ្អែមអញ្ចឹងទៅអ្នកនរដល់ពេល salty ដែលមានរសជាតិប្រៃអូខេsour អញ្ចឹងរសជាតិជូរspicy រសជាតិហឹរអ្នកនរដែលមានរសជាតិហឹរ bitter ដែលមានរសជាតិល្វីងអូខេហើយ juicy ដែលមានទឹកដំអូខេអ្នកនរដែលមានទឹកដំអញ្ចឹងអ្នកនរបើសិនជាយើងចង់បង្កើតជាប្រយោគយើងអាចនិយាយថា sugar is sweet អូខេ sugar is sweet អញ្ចឹងមានន័យថាស្ករមានរសជាតិផ្អែមអញ្ចឹងបើសិនជាយើងចង់បង្កើតបន្តទៀតថាប្រយោគឲ្យបានកាន់តែច្រើនជាងហ្នឹងមិញយើងនិយាយហើយsugar is sweet right អញ្ចឹងយើងអាចនិយាយប្រយោគវិញជាងហ្នឹងថា energy drinks are too sweet it is not good for health អញ្ចឹងយើងនិយាយថា energy drinks are too sweet it is not good for health អញ្ចឹងមានន័យថាភេសជ្ជៈបើកម្លាំងមានរសជាតិផ្អែមខ្លាំងហើយវាអត់ល្អសម្រាប់សុខភាពទេហើយបន្តមកទៀតណា salty អញ្ចឹង salty ប្រៃsalt is salty អំបិលមានរសជាតិប្រៃហើយបើយើងចង់ប្រាប់គេថាកុំញ៉ាំឬកុំហូបអាហារប្រៃពេកយើងអាចនិយាយជាភាសាអង់គ្លេសមកថា you should not eat too salty food okay you should not eat too salty foods មានន័យថាអ្នកមិនគួរញ៉ាំឬក៏ហូបអាហារដែលមានរសជាតិប្រៃពេកនោះទេអូខេហើយ sour អូខេ sour គឺមានរសជាតិជូរអ្នកនរអញ្ចឹងយើងអាចនិយាយថា lemon is sour អូខេ lemon is sour មានន័យថាក្រូចឆ្មាមានរសជាតិជូរហើយយើងបង្កើតប្រយោគឲ្យវិញជាងនឹងទៀតគឺយើងអាចនិយាយថា we put lemon juice in chicken soup មានន័យថាយើងដាក់ទឹកក្រូចឆ្មានៅក្នុងស៊ុបសាច់មាន់អូខេអ្នកនរឥឡូវយើងបន្តមកទៀតគឺយើងដល់ពាក្យ spicy អូខេហឹរអ្នកនរchili is spicy ម្ទេសមានរសជាតិហឹរអញ្ចឹងបើសិនជាយើងចង់សួរថាតើអ្នកចូលចិត្តម្ហូបដែលមានរសជាតិហឹរអត់យើងអាចសួរគេថា do you like eating spicy food okay do you like eating spicy foods មានន័យថាតើអ្នកចូលចិត្តញ៉ាំឬក៏ហូបអាហារដែលមានរសជាតិហឹរដែរអត់អូខេDo you like eating spicy food ហើយបន្តមកទៀតអ្នកនរ bitter អូខេល្វីងអ្នកនរអញ្ចឹងបើយើងអាចបង្កើតជាប្រយោគមកថា black coffee is bitter អូខេ black coffee is bitter អញ្ចឹងមានន័យថាកាហ្វេខ្មៅមានរសជាតិល្វីងអញ្ចឹងបន្តមកទៀតអ្នកនរ juicy ដែលមានទឹកដមអ្នកនរដែលមានទឹកដមអញ្ចឹងយើងអាចឲ្យជាប្រយោគថា apple is juicy អូខេ apple is juicy មានន័យថាផ្លែប៉ោមគឺផ្លែប៉ោមមានទឹកដមអញ្ចឹងយើងអាចនិយាយថា eating apples keeps you hydrated អូខេ eating apples keeps you hydrated មានន័យថាការញ៉ាំផ្លែប៉ោមជួយរក្សាឬក៏ជួយផ្ដល់ជាតិទឹកនៅក្នុងរាងកាយរបស់អ្នកអូខេអ្នកនរហើយសម្រាប់មេរៀននៅថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងហើយខ្ញុំនឹងជួបអ្នកនរនៅវីដេអូក្រោយទៀត Goodbye see you later